ពេលមកដល់ដីថៃចិត្តក្តុកក្ដួលកនឡងព្រាត់ប្អូនព្រាត់បងមកនៅស្រុកគេធ្វើការបានមួយថ្ងៃសប្បាយចិត្តម្លេះទេនឹកឃើញបានប្រាក់ផ្ញើម៉ែនៅផ្ទះតែអភ័ព្វពេកក្រៃជួបថៅកែបោកប្រាំងរោគរឿងផ្ដេសផ្ដាស់មិនបើកប្រាក់ខែប្តឹងដុំរួតឲ្យចាប់ខ្ញុំដាក់គុករាប់ខែព្រោះតែខ្ញុំមកធ្វើការខុសច្បាប់ពេលនេះដឹងខុសហើយព្រោះមិនបានធ្វើបាត់ព្រោះគិតតែប្រញាប់ខិតខំប្រឹងធ្វើការព្រោះខ្ញុំជាអ្នកស្រែមិនចេះច្បាប់ឯណាឲ្យតែបានធ្វើការគិតថាសប្បាយចិត្តចង់វិលទៅផ្ទះណាស់តែសែនខ្មាស់កនឡងប្រាក់រកមិនបានផងហើយថែមទាំងជាប់គុកពួកដុំរួតវាវាយបែកក្បាលហើយហើមមុខដេកអត់បាយក្នុងគុករងទុកធំកនឡងបានសូមបងប្អូនខ្មែរទាំងអស់បាទនាំគ្នាធ្វើបាតក៏ដូចជាប៉ាសពតបានត្រឹមត្រូវបាទកុំឲ្យពួកដុំរួតវាធ្វើបាបក៏ដូចជាបាទយកលុយយកកាក់យើងអស់បាទពីមកដល់ដីថៃចិត្តក្តុកក្ដួលកនឡងព្រាត់ប្អូនព្រាត់បងមកនៅស្រុកគេធ្វើការបានមួយថ្ងៃសប្បាយចិត្តម្លេះទេនឹកឃើញបានប្រាក់ផ្ញើម៉ែនៅផ្ទះតែអភ័ព្វពេកក្រៃជួបថៅកែបោកប្រាំងរោគរឿងផ្ដេសផ្ដាស់មិនបើកប្រាក់ខែដឹងដុំរួតឲ្យចាប់ខ្ញុំដាក់គុករាប់ខែព្រោះតែខ្ញុំមកធ្វើការខុសច្បាប់ពេលនេះដឹងខុសហើយព្រោះមិនបានធ្វើបាត់ព្រោះគិតតែប្រញាប់ខិតខំប្រឹងធ្វើការព្រោះខ្ញុំជាអ្នកស្រែមិនចេះច្បាប់ឯណាឲ្យតែបានធ្វើការគិតថាសប្បាយចិត្តចង់វិលទៅផ្ទះណាស់តែសែនខ្មាស់កនឡងប្រាក់រកមិនបានផងហើយថែមទាំងជាប់គុកពួកដុំរួតវាវាយបែកក្បាលហើយហើមមុខដេកអត់បាយក្នុង